បន្ទាប់ពីដើរប្រាសាទអង្គរវត្តហើយក៏យើងឆ្លៀតជិះមកជុំមានប្រាសាទដូចជាប្រាសាទបាយ័នម្ដងប្រាសាទតាព្រំខ្ញុំភ្លេចឈ្មោះទៅដើរលេងប្រាសាទអត់សូវចាំឈ្មោះប្រាសាទទេប្រាសាទធំល្មមអញ្ចឹងណាហើយគៀនហ្នឹងសិតតែប្រាសាទមានប្រាសាទជាប់នឹងបន្តទៀតអញ្ចឹងប្រាសាទឈ្មោះច្រើនណាមានប្រទាយស្រីមានប្រាសាទបាយ័នប្រាសាទបាក់កងនិយាយទៅប្រាសាទនៅសៀមរាបច្រើនមិនចាំឈ្មោះអស់ទេហើយបើសិនជាយើងរៀនប្រវត្តិសាស្ត្រវិញប្រាសាទកសាងនៅឆ្នាំណាស្ដេចណាគឺច្រើនមែនទែនក៏ចាំអត់អស់ដែរប៉ុន្តែក្នុងនាមយើងជាកូនខ្មែរក៏យើងត្រូវដឹងខ្លះជាគោលអញ្ចឹងណាប៉ុន្តែគាត់ថាអត់ខ្ចោះហ្មងនេះប្រាសាទនេះបាក់បាយច្រើនដែរអញ្ចឹងណាស្ដាយមែនទែនទោះបីខូចខាតខ្លះប៉ុន្តែយើងមើលទៅនៅតែអស្ចារ្យក្បាច់ក្បូររចនាស្អាតអញ្ចឹងណាប្រាសាទបាយ័នហើយនេះជាប្រាសាទបាយ័នខ្ញុំទៅលេងហ្នឹងណាហើយគេចដាចាស់ហ្នឹងគឺឡើងអត់បានគេចែកកែច្នៃចដាថ្មីអញ្ចឹងណាឲ្យយើងស្រួលឡើងហ្នឹងទៅហើយតំបន់ខ្លះគឺគេហាមឃាត់អត់ឲ្យយើងឡើងទេដោយសារកំពុងជួសជុលអីចឹងទៅបាទហើយតំបន់ហ្នឹងទ្រុឌទ្រោមខ្លាំងអីចឹងទៅគឺมันអាចឲ្យឡើងបានអញ្ចឹងណាគឺគេបិទសិនអញ្ចឹងទៅបន្ទាប់ពីគេជួសជុលហើយអីចឹងទៅយើងអាចឡើងបានឬក៏យើងចូលទស្សនាបានអញ្ចឹងណានេះបន្ទាប់ពីប្រាសាទបាយ័នហើយយើងចូលទៅមើលប្រាសាទផ្សេងទៀតនៅក្បែរហ្នឹងតែខ្ញុំភ្លេចឈ្មោះប្រាសាទទៅប្រាសាទខ្មែររបស់យើងច្រើនស្គុះស្គាយហ្មងនៅអង្គរវត្តបាទហើយតាមបណ្ដាខេត្តនានាក៏មានប្រាសាទច្រើនដែរគាត់ថាប្រាសាទខ្លះក៏ធ្លាប់បានទៅលេងប្រាសាទខ្លះក៏អត់ទាន់បានទៅលេងអញ្ចឹងណាហើយក៏ប្រាសាទខ្លះក៏អត់សូវល្បីឈ្មោះអត់សូវស្គាល់អីចឹងណាប្រាសាទខ្លះគឺយើងអត់ស្គាល់ច្រើនមែនតើអញ្ចឹងណាតែអ្វីដែលប្រាសាទដែលល្បីខ្លាំងគឺនៅសៀមរាបប្រាសាទអង្គរវត្តបាយ័នអង្គរធំអីចឹងណាជាស្រីបាក់ខែងបាក់កងអីគឺមានច្រើនមែនតើបើនិយាយពីដើមអាទិត្យគឺដើរអត់សពទេបាទយើងដើរនៅអង្គរវត្តដើរនៅសៀមរាបហ្នឹងដើរអត់សពទេប្រាសាទនោះដោយសារកម្លាតនៃប្រាសាទមួយมันឆ្ងាយពីគ្នាមែនប៉ុន្តែដីធំហើយដើរទៅហត់យើងមើលថាប្រាសាទគៀកគ្នាមែនប៉ុន្តែយើងដើរទៅហត់យើងត្រូវការចំណាយពេលអញ្ចឹងណាហើយបើសិនជាយើងជិះម៉ូតូឬក៏ជិះកង់អីវាគ្រាន់បើបាទតែបើសិនជាជិះឡានអីយើងគ្រាន់ជិះបានឆ្ងាយអញ្ចឹងគាត់ថាបានកវ៉ែលមកជុំអីចឹងទៅតែគាត់ថាយើងជិះឡានយើងពិបាកកន្លែងទុកកន្លែងដាក់អីច្រើនអញ្ចឹងណាពិបាកអញ្ចឹងទៅតែបើតាមយោបល់ខ្ញុំជិះកង់ឬក៏ជិះម៉ូតូអីអាហ្នឹងជាមធ្យោបាយល្អសម្រាប់ដើរទស្សនាប្រាសាទមួយអញ្ចឹងណាបាទនេះប្រាសាទនៅក្បែរប្រាសាទបាយ័នខ្ញុំភ្លេចឈ្មោះទៅចុងមាត់តែភ្លេចបាត់ទៅប្រាសាទហ្នឹងប្រាសាទក៏ស្អាតហើយទ្រង់ទ្រាយក៏នៅល្អច្រើនអញ្ចឹងណាហើយប្រាសាទនេះខ្ពស់មែនទែនក៏ខ្ពស់ដែរក៏មិនចាញ់ប្រាសាទអង្គរវត្តប៉ុន្មានដែរអញ្ចឹងណាគាត់ថាទ្រោមខ្លះដែរអញ្ចឹងណាហើយស្អាតក្បាច់រចនាអីស្អាតអញ្ចឹងណាឥឡូវដល់ពេលត្រឡប់មកវិញក៏យើងឆ្លៀតចូលភូមិព្រះដាក់បន្តិចឆ្លៀតមកទិញនំមកកៅត្នោតកៅខ្ទិះគេហើយមានមនុស្សមកបាយនៅនឹងច្រើនមែនទែនអញ្ចឹងហើយមានការស្ទះផ្លូវជាខ្លាំងអរគុណវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទបាយ